ជាបឋមសូមគោរពដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងនៅក្នុងឱកាសនេះនាងខ្ញុំតំណាងក្រុមការងារ Digital Health នឹងមកធ្វើបទបង្ហាញទៅលើមុខងារវិជ្ជាបណ្ឌិតឬក៏មុខងាររបស់គ្រូពេទ្យដែលប្រើប្រាស់នៅក្នុងប្រព័ន្ធ NCD EMR របស់ពួកយើងចាអញ្ចឹងនេះគឺជាផ្ទាំងព័ត៌មានមុនពេលដែលលោកគ្រូអ្នកគ្រូ log in ប្រើប្រាស់នៅក្នុងប្រព័ន្ធបានត្រូវតម្រូវឲ្យមាន user ហើយនិង password អញ្ចឹងតាក់ទងជាមួយនឹង user ហើយនិង password គឺក្រុមការងារខ្ញុំបានរៀបចំក៏ដូចជាផ្ញើជូនទៅតាមមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបង្អែករួចរាល់ចាអញ្ចឹងមកដល់កន្លែងនេះលោកគ្រូអ្នកគ្រូគ្រាន់តែយក user ហើយនិង password យកមកបំពេញនៅក្នុងនឹងមកបន្ទាប់មកលោកគ្រូអ្នកគ្រូចូលទៅកាន់ពាក្យចូលគណនីអញ្ចឹងវានឹងលោតផ្ទាំងព័ត៌មានសំខាន់ទៅលើមុខងាររបស់គ្រូពេទ្យចាអញ្ចឹងមុខងារគ្រូពេទ្យទី1គឺតាក់ទងជាមួយនឹងការមើលទៅលើគ្រប់គ្រងអ្នកជំងឺទី2មើលទៅលើវិជ្ជាបញ្ជាហើយនឹងការព្យាបាលជំងឺចាអញ្ចឹងខ្ញុំសូមចូលទៅលើចំណុចទាំងអស់ហ្នឹងមួយទៅទី1តាក់ទងមួយការគ្រប់គ្រងជំងឺអញ្ចឹងនៅក្នុងការគ្រប់គ្រងជំងឺគឺគាត់មានសិទ្ធិមើលបន្ថែមនៅក្នុងនឹងបន្ថែមទៀតចាទី1គាត់អាចមើលទៅលើតារាងព័ត៌មានអ្នកជំងឺប្រចាំថ្ងៃការណាត់ជួបក៏ដូចជាប្រវត្តិជំងឺដូចគ្នាទៅលើវិជ្ជាបញ្ជាគាត់អាចមើលទៅលើវិជ្ជាបញ្ជាដែលគ្រូពេទ្យបានព្យាបាលរួចរាល់អាចមានសិទ្ធិក្នុងការចូលទៅ edit និងមើលបន្ថែមថាបញ្ចប់ជំងឺហើយវានឹងលោតចូលទៅក្នុងវិជ្ជាបញ្ជានេះទាំងអស់ចាអញ្ចឹងចំណុចមុខងារគ្រូពេទ្យឬក៏អត្ថព្យាបាលទៅលើអ្នកជំងឺអញ្ចឹងជាទូទៅគ្រូអ្នកគ្រូត្រូវចូលមកក្នុងពាក្យថាតារាងរងចាំផ្នែកពិនិត្យជំងឺក្រៅចាអញ្ចឹងនៅពេលដែលចូលមកក្នុងហ្នឹងគ្រូអ្នកគ្រូឃើញប៊ូតុងស្វែងរកចាគាត់ចុចស្វែងរកហ្នឹងមកតាក់ទងជាមួយនឹងឈ្មោះអតិថិជនឬក៏ឈ្មោះអ្នកជំងឺដែរអញ្ជើញមកពិនិត្យហ្នឹងគឺវានឹងធ្លាក់មកក្នុងហ្នឹងទាំងអស់បើសិនជាមាន10 20ឬក៏3 4 5នាក់អីវានឹងលោតមកខាងក្រោមនេះអញ្ចឹងលោកគ្រូអ្នកគ្រូអាចមើលតាមឈ្មោះមើលតាមលេខកូដហើយនឹងប្រភេទសេវាកម្មថាគាត់មកពិនិត្យអីបើសិនជាមកខាងសរសៃឈាមគឺគាត់នឹងមើលឃើញខាងសរសៃឈាមទឹកនោមផ្អែមបើខាងមហារីកមាត់ស្បូនគឺគាត់មើលឃើញខាងមហារីកមាត់ស្បូនចាអញ្ចឹងដើម្បីចូលទៅប្រើប្រាស់នៅលើមុខងាររបស់គ្រូពេទ្យបានលោកគ្រូអ្នកគ្រូត្រូវចូលទៅកាន់ការពិគ្រោះអញ្ចឹងវាមានប៊ូតុងមូលពណ៌ខៀវមួយដែលគេដាក់ថាការពិគ្រោះលោកគ្រូអ្នកគ្រូគ្រាន់តែចុចលើនឹងមកវានឹងលោតផ្ទាំងព័ត៌មានបន្ថែមទី1គឺលោកគ្រូអ្នកគ្រូអាចមើលទៅលើឈ្មោះរបស់អ្នកជំងឺលេខកូដសរសៃឋានរបស់គាត់ថ្ងៃខែឆ្នាំកំណើតក៏ដូចជាឈ្មោះអីគឺលោកគ្រូអ្នកគ្រូអាចមើលបានទាំងប្រភេទបង់ប្រាក់អីគឺលោកគ្រូអ្នកគ្រូអាចមើលបានដូចគ្នាចាអញ្ចឹងចូលមកដល់កន្លែងនេះខ្ញុំសូមបង្ហាញទៅលើ user ខាងហានិភ័យបេះដូងនិងសរសៃឈាមមុនចាអញ្ចឹងនៅក្នុងនេះនៅពេលដែលលោកគ្រូអ្នកគ្រូចូលមកគឺយើងមាន2ផ្ទាំងទី1សម្រាប់ធ្វើការពិគ្រោះហើយនៅផ្ទាំងទី2គឺតាក់ទងជាមួយនឹងប្រវត្តិរបស់អ្នកជំងឺចាអញ្ចឹងនៅពេលដែលករណីអ្នកជំងឺគាត់បានពិនិត្យហើយវានឹងធ្លាក់ចូលទៅក្នុងប្រវត្តិហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅមើលទៅលើព័ត៌មានដែលបានពិនិត្យហ្នឹងក៏បានចាអញ្ចឹងយើងចូលទៅដល់ទម្រង់ចុះឈ្មោះសម្ពាធឈាមហើយនឹងហានិភ័យបេះដូងនិងសរសៃឈាមមកចាអញ្ចឹងនៅក្នុងនេះលោកគ្រូអ្នកគ្រូនឹងឃើញព័ត៌មានបន្ថែមអីគេមានរ៉ាយរ៉ាប់មកថាត្រូវបំពេញព័ត៌មាននេះគេខ្លះអញ្ចឹងខ្ញុំអាចចូលទៅចំណុចទី1គឺតាក់ទងជាមួយនឹងការពិនិត្យចាអញ្ចឹងការពិនិត្យយើងបែងចែកចេញជា2បើសិនជាអតិថិជនឬក៏ជំងឺគាត់ចូលមកជាប្រភេទករណីថ្មីលោកគ្រូអ្នកគ្រូធីកថ្មីបើករណីតាមដានលោកគ្រូអ្នកគ្រូអាចធីកថែមទៀតថាការតាមដានហ្នឹងគាត់អញ្ជើញមកមុនណាត់តន់ពេលណាត់ឬក៏យ៉ាងណាតើមកយឺតជាង30ថ្ងៃឬក៏លើសអីពីហ្នឹងទៅចាហើយតទៅទៀតការពិនិត្យហ្នឹងតើគាត់មកពិនិត្យតាមដានដើម្បីរកវិនិច្ឆ័យឆ្លងឬក៏មកបន្តថ្នាំចាចាក់លើកទី1ក្នុងខែឬក៏លើកទី2អីអញ្ចឹងទៅហើយបន្តទៀតតើប្រភេទដែលគាត់អញ្ជើញមកហ្នឹងគាត់មកតាមរយៈអីគេមកខ្លួនឯងត្រូវត្រង់ភូមិឬក៏មណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកផ្សេងពីហ្នឹងគឺលោកគ្រូអ្នកគ្រូអាចធីកបាននៅក្នុងហ្នឹងចាបើសិនជាកន្លែងនេះលោកគ្រូអ្នកគ្រូឃើញថាគាត់មកដោយខ្លួនឯងទេមកដល់កន្លែងលិខិតនេះយើងអត់ចាំបាច់រើបាតចាស់ទេយើងរើទេមកចាតទៀតករណីប្រវត្តិតើគាត់មានប្រវត្តិជំងឺទឹកនោមផ្អែមដែលបានដឹងអត់បើមានលោកគ្រូអ្នកគ្រូធីកបាទឬក៏ចាស់ទៅតែបើអត់ទេយើងយកពាក្យទេចាហើយបន្តទៀតតើផលពិបាកសំខាន់របស់គាត់មានអត់តើគាត់ធ្លាប់មានពីមុនអត់គ្រោះថ្នាក់ឬក៏កាត់ជើងឬក៏បញ្ហាបេះដូងខ្សែឈាមអីលោកគ្រូអ្នកគ្រូអាចរើសបាននៅក្នុងនឹងដូចគ្នាបន្តទៀតតកតងមួយការពិនិត្យគឺយើងមាននៅក្នុងនឹងបន្ថែមតកតងមួយកម្ពស់ទម្ងន់ទំហំចង្កេះរបស់គាត់ក៏ដូចជាកម្ដៅជីបចរអីគឺលោកគ្រូអ្នកគ្រូមកបំពេញនៅក្នុងនឹងមកយកលេខទាំងអស់ហ្នឹងយកបំពេញនៅក្នុងនឹងទៅរួចជាស្រេចចាហើយតទៀតទៅលើរបៀបរស់នៅតើគាត់ជក់ឬក៏មិនជក់បារីទេហើយបើសិនជាគាត់ឈប់ជក់ហ្នឹងតើគាត់ជក់នៅឆ្នាំណាអញ្ចឹងលោកគ្រូអ្នកគ្រូបំពេញក្នុងនឹងមកតទៀតតកតងជាមួយនឹងពិគ្រោះជំងឺពិគ្រោះហ្នឹងតើគាត់ពិគ្រោះដោយជួបជាមួយនឹងវិជ្ជាបណ្ឌិតគ្រូពេទ្យមធ្យមឬក៏ជួបជាមួយនឹងខាងកាលិនុបដ្ឋាឬក៏ខាងឆ្មបអញ្ចឹងគ្រូអ្នកគ្រូអាចរើសចំណុចមួយណាក៏បានដែរនៅក្នុងនឹងតាមជាក់ស្ដែងជាមួយនឹងប្រភេទរបស់អ្នកជំងឺហ្នឹងចាហើយតទៀតការធ្វើរោគវិនិច្ឆ័យតើការធ្វើរោគវិនិច្ឆ័យរបស់គាត់ហ្នឹងជំងឺទឹកនោមផ្អែមប្រភេទ1ឬក៏ជំងឺឡើងសម្ពាធឈាមអញ្ចឹងនៅក្នុងនេះគឺយើងបែងចែកលោកគ្រូអ្នកអាចធីកនៅក្នុងនឹងបានចាហើយបើករណីគ្មានជំងឺធីកគ្មានជំងឺតែបើករណីមានផ្សេងពេលដែលធីកផ្សេងហើយលោកគ្រូអ្នកគ្រូពេញមកថារោគវិនិច្ឆ័យអីផ្សេងទៀតអញ្ចឹងមកពេញនៅក្នុងនឹងទៅជាប់តន័យហ្នឹងហើយចាអញ្ចឹងបន្តទៅទៀតតកតងជាមួយនឹងការពិនិត្យលើរាងកាយតើរោគវិនិច្ឆ័យសង្ស័យរបស់គាត់នឹងមានដែរឬទេបើសិនជាមាន
លោកគ្រូអ្នកគ្រូធីកមានមកហើយបើគ្មានទេធីកដាក់គ្មានចាហើយលក្ខណៈបញ្ជូនការបញ្ជូនសម្រាប់ការបញ្ជូនហ្នឹងតើមាននៅក្នុងប្រភេទណាខ្លះអញ្ចឹងជំងឺទឹកនោមផ្អែមប្រភេទ1មានផ្ទៃពោះអីហ្នឹងគឺលោកគ្រូអ្នកគ្រូអាចមកធីកនៅក្នុងប្រអប់ហ្នឹងទាំងអស់បានចាហើយការផ្ដល់ការប្រឹក្សាហ្នឹងតើមានដែរទេរបៀបរស់នៅរបស់គាត់ហ្នឹងចាអញ្ចឹងបើសិនជាមានលោកគ្រូអ្នកគ្រូធីកបានទៅកញ្ឆេះមកហើយតែបើអត់ទេយកពាក្យទេហើយការព្យាបាលកន្លែងនេះតកតងជាមួយនឹងស្ថានភាពរបស់អ្នកជំងឺតើគាត់មានលំនឹងឬក៏មិនមានហើយការព្យាបាលរបស់គាត់នឹងការព្យាបាលដោយការផ្លាស់ប្ដូររបៀបរស់នៅនឹងឬក៏ថ្នាំឡើងស្ពាតឈាមឬក៏អាំងស៊ុយលីនអីផ្សេងៗអញ្ចឹងលោកគ្រូអ្នកគ្រូអាចហើនៅក្នុងហ្នឹងហើយបើសិនជាលោកគ្រូអ្នកគ្រូហើតកតងជាមួយនឹងការផ្លាស់ប្ដូររបៀបរស់នៅប្រកាសជាមានតកតងជាមួយនឹងអសត់អីអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាយកឈ្មោះអសត់ហ្នឹងមកបញ្ចូលនៅក្នុងហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាមានឈ្មោះអសត់ហ្នឹងហើយចំនួនប៉ុន្មានអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាដឹងហើយរបៀបប្រើប្រាស់ប៉ុន្មានហើយចំនួនថ្ងៃលេបហ្នឹងប៉ុន្មានអញ្ចឹងយើងដាក់តាមហ្នឹងមកហើយមានសម្គាល់អីទៀតអត់បើសិនជាមានសម្គាល់លោកគ្រូអ្នកគ្រូពេញសម្គាល់នៅខាងលេបក្រោយបាយ10នាទីឬក៏មុនបាយ10នាទីអីតាមនឹងបានចាហើយមកដល់ខាងក្រោមនេះគឺតកតងមួយការណាត់ជួបតើត្រូវការណាត់ជួបជាមួយនឹងអ្នកជំងឺពេលក្រោយអត់បើសិនជាត្រូវការតើនៅក្នុងថ្ងៃខែណាអញ្ចឹងលោកគ្រូអ្នកគ្រូអាចកំណត់ដែរថាជួបនៅទឹកក្រោយឬក៏សប្តាហ៍មួយខែក្រោយឬក៏2ខែក្រោយអីគឺលោកគ្រូអ្នកគ្រូមកហើនៅក្នុងនឹងបានអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូពេញព័ត៌មានតាំងពីលើចុះក្រោមអស់ហើយដែលត្រឹមត្រូវជាមួយនឹងស្ថានភាពរបស់អ្នកជំងឺហើយលោកគ្រូអ្នកគ្រូអាចចុចរក្សាទុកបានតែបើសិនជាក្នុងករណីអ្នកជំងឺមានបញ្ហាត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកឬក៏មណ្ឌលសុខភាពផ្សេងអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាឃើញពាក្យបញ្ជូនអញ្ចឹងបើករណីលោកគ្រូអ្នកគ្រូបញ្ជូនតើបញ្ជូនទៅខាងមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកណាអញ្ចឹងវានឹងលោតមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យទាំង25ខេត្តក្រុងហ្នឹងឲ្យលោកគ្រូអ្នកគ្រូអញ្ចឹងបន្ទាប់ពីរើសហើយបើសិនថាទៅមណ្ឌលណាហើយលោកគ្រូអ្នកគ្រូក៏ចុចរក្សាទុកទៅអញ្ចឹងជំងឺហ្នឹងហើយឈ្មោះនឹងជាប់ទៅខាងមណ្ឌលគេផ្សេងដើម្បីឲ្យគេមើលស្ថានភាពនឹងបន្តចាអញ្ចឹងនៅពេលដែលចុចរក្សាទុកហើយលោកគ្រូអ្នកគ្រូប្រកាសជាឃើញព័ត៌មានទាំងអស់ហ្នឹងធ្លាក់ចូលទៅក្នុងប្រវត្តិរបស់អ្នកជំងឺអញ្ចឹងបើសិនជាយើងមាន record ឬក៏បញ្ចប់ប្រមាណកាលភាគថាកាលបរិច្ឆេទរបស់យើងមានប្រមាណហើយវានឹងលោតតគ្នារហូតចាអញ្ចឹងបើសិនជាថាការងារនឹងបញ្ចប់ទៅលើអ្នកជំងឺនឹងហើយលោកគ្រូអ្នកគ្រូក៏ចុចពាក្យបញ្ចប់ការពិនិត្យនឹងទៅគឺស្មើឲ្យអ្នកជំងឺនឹងយើងបានបញ្ចប់ការពិនិត្យអញ្ចឹងតកតងមកអសត់និងព័ត៌មានផ្សេងវានឹងរត់ចូលទៅខាងអសត់ស្ថានហើយព័ត៌មានដែលយើងបានបញ្ចូលនោះវានឹងធ្លាក់ចូលទៅក្នុងប្រវត្តិរបស់អ្នកជំងឺអញ្ចឹងខ្ញុំបញ្ចប់ទៅលើមុខងាររបស់ខាងបេះដូងនិងហានិភ័យអញ្ចឹងខ្ញុំសូមបន្តមួយទៀតគឺតកតងជាមួយនឹង user របស់ខាងទឹកនោមផ្អែមវិញចាអញ្ចឹងយើង log in ជាមួយនឹង user ដដែលទេតែតកតងជាមួយនឹង user ខាងមហារាជគឺតម្រង់បែបចេះវិញអញ្ចឹងបើសិនជា user លោកគ្រូពេទ្យគាត់នៅខាង CCS ឬក៏ DS គឺគាត់មើលឃើញទៅតាម user ដែលយើងកំណត់ហ្នឹងអញ្ចឹងបើសិនជាគាត់ជាមហារាជមកស្បូនអញ្ចឹងពេលដែលគាត់ចូលទៅខាងមហារាជមកស្បូនគឺគាត់នឹងឃើញតម្រង់របស់ខាងមហារាជមកស្បូនចាអញ្ចឹងតម្រង់មហារាជមកស្បូនហ្នឹងគឺការពិនិត្យហ្នឹងតើគាត់មានករណីចាស់ឬក៏ករណីតាមដានអញ្ចឹងលោកគ្រូធីកតាមនឹងដូចគ្នាថាមកក្រោយណាត់ឬក៏មុនពេលណាត់ចាហើយមកតាមខ្លួនឯងឬត្រង់ភូមិអីចឹងទៅអញ្ចឹងតម្រង់ស្តៀងគ្នាទេចាប្រវត្តិនៃការពិនិត្យមហារាជមកស្បូនបើមានលោកគ្រូធីកមកការប្រវត្តិបន្តពូជមានដែរទេបើមានលោកគ្រូពេញមកហើយប្រវត្តិមានឈាមរដូវដែរអត់បើមានពេញដូចគ្នាហើយមានកត្តាប្រឈមហានិភ័យអត់មានការពិនិត្យមាត់ស្បូនរោគមហារីកអត់បើមានពេញដូចគ្នាចាហើយមានការពិនិត្យមាត់ស្បូនរោគមហារីកអីផ្សេងដូចគ្នាតកតងជាមួយនឹងការព្យាបាលបើសិនជាជំងឺហ្នឹងជាប្រភេទដែលមានការព្យាបាលតាមឱសថឬក៏តាមរយៈកាំរស្មីឬក៏ម៉ាស៊ីនស្អំអីលោកគ្រូធីកដូចគ្នាតែបើករណីធីកមានឱសថអញ្ចឹងបើករណីឱសថលោកគ្រូធីកលើឱសថហ្នឹងមកគេទាមទារយើងពេញព័ត៌មានទៀតឯថាឱសថដែលគាត់ប្រើហ្នឹងតើឈ្មោះអីអញ្ចឹងលោកគ្រូប្រកាសជាដឹងហើយឈ្មោះដែលគាត់ប្រើឧទាហរណ៍ថាឈ្មោះណាមួយចាអញ្ចឹងយើងយកបំពេញនៅក្នុងហ្នឹងហើយលោកគ្រូដាក់ចំនួនពេលចំនួនថ្ងៃហើយនិងចំនួនសរុបតាអតិជនឬក៏ជំងឺគាត់ប្រើហ្នឹងរយៈពេលប៉ុណ្ណាអញ្ចឹងលោកគ្រូត្រូវផ្ដល់ថ្នាំហ្នឹងដូចគ្នាចាហើយចំណាំអីគឺយើងដូចគ្នាដដែលចូលមកដល់ខាងក្រោមនេះតកតងមួយបញ្ជូនទៅមូលដ្ឋានកម្រិតខ្ពស់បើមានលោកគ្រូធីកតប្រើថាទៅមូលដ្ឋានសុខាភិបាលណាហើយមានការណាត់ជួបស្ថានភាពមាត់ស្បូនអត់បើមានលោកគ្រូធីកតថាប្រហែលសប្តាហ៍អីចឹងទៅហើយរើថ្ងៃណាត់ជួបរបស់អ្នកជំងឺរបស់យើងហ្នឹងចាហើយគាត់មានបញ្ហាការព្យាបាលដោះអីឬក៏ផ្សេងឬក៏មានបញ្ហាថែមទៀតលោកគ្រូអាចរើសនៅក្នុងព័ត៌មាននឹងបានចាអញ្ចឹងនៅពេលដែលលោកគ្រូពេញព័ត៌មានអស់ហើយត្រឹមត្រូវជាមួយនឹងស្ថានភាពរបស់អ្នកជំងឺហើយលោកគ្រូគាត់ចុចពាក្យរក្សាទុកចាអញ្ចឹងនៅពេលដែលចុចរក្សាទុកទៅព័ត៌មាននឹងវានឹងធ្លាក់ចូលទៅក្នុងប្រវត្តិរបស់អ្នកជំងឺអញ្ចឹងប្រវត្តិអ្នកជំងឺលោកគ្រូអាចមកមើលពេលក្រោយបានថាអ្នកជំងឺដែលបានព្យាបាលហ្នឹងព័ត៌មានអីគេខ្លះអញ្ចឹងនៅពេលដែលលោកគ្រូបានបញ្ចប់ជំងឺហ្នឹងទៅលើការពិគ្រោះហ្នឹងហើយលោកគ្រូកុំភ្លេចនៅខាងលើគេមានពាក្យបញ្ជាក់ថា
បញ្ចប់ការពិនិត្យជំងឺអញ្ចឹងតកតងជាមួយនឹងការបញ្ចប់ការពិនិត្យជំងឺនេះគឺបានន័យថាលោកគ្រូបញ្ចប់ទាំងអស់ទាំងព័ត៌មានបានចូលទៅក្នុងប្រវត្តិហើយទាំងឈ្មោះឱសថក៏ដូចជាព័ត៌មានឱសថស្ថានហ្នឹងគឺនឹងធ្លាក់ទៅខាង pharmacy គាត់មើលឃើញដូចគ្នាចាអញ្ចឹងសរុបមកវិញមុខងារសំខាន់របស់គ្រូពេទ្យឬក៏វិជ្ជបណ្ឌិតហ្នឹងគឺយើងមានមុខងារសំខាន់ទី1គឺតកតងជាមួយនឹងការគ្រប់គ្រងរបស់អ្នកជំងឺទី2តកតងជាមួយនឹងវិជ្ជាបញ្ជានិងទៅលើការបញ្ចូលអ្នកជំងឺចាដូចខ្ញុំលើកឡើងអញ្ចឹងមានប្រហែលចំណុចដែលខ្ញុំជំរាបហ្នឹងសម្រាប់ user doctor ចាអរគុណជំរាបលា